chỉ là bóng xôm mà chụp điểm số là số sai bằng môn này đem về sao nữa nhé thằng nàyจะมีเรียนวิจิตรมือที่คือจะโตจมูกหนึ่ง past perfect อัตราการบริบทเยื้องเจ้าหน้าตาเอาไปตัวจี past perfect นั้นให้เบียปลาโดยแบบนักละสำหรับระบบสำหรับระบบถ้าจู intermediate ได้โอเคเช่นโดยเราต้องจะมี grammar explanation มีการพิจารณาวิจิตรจมูกหนึ่ง questions and answers สมมติจำลองอย่างปีวิจิตรจะมีประมาณจำนวนได้แต่ประโยคขนมเรียนนั้นจะจับดำพิจารณาตัววงสมมติสุดท้าย what is the past perfect แต่ past perfect นี่คือเชื่อไว้Just remember the past perfect tense is used to talk about something that happens before another past action or time. ចឹងអតីតកាលបរិបូរណ៍នឹងត្រូវបានគេប្រើដើម្បីនិយាយពីអ្វីមួយដែលបានកើតឡើងមុនពេលសកម្មភាពឬពេលវេលាផ្សេងទៀតនៅក្នុងអតីតកាលចឹងមានថាវាមានសកម្មភាពពីរណាវាបានកើតមុនអូខេសកម្មភាពដែល past perfect វាបានកើតមុនសកម្មភាពផ្សេងទៀតឬក៏សម្រាប់ទៅពេលវេលាផ្សេងទៀតហ្នឹងIt helps us make the order of the events in the past clear ចឹងវាជួយឲ្យយើងធ្វើឲ្យលំដាប់លំដោយនៃព្រឹត្តិការណ៍ហ្នឹងវាច្បាស់លាស់ព្រឹត្តិការណ៍ដែលកន្លងផុតទៅវាច្បាស់លាស់មួយណាកើតមុនមួយណាកើតក្រោយហ្នឹងវាច្បាស់លាស់បែបហ្នឹងបន្តទៀតយើងមក form តម្រងរបស់វាគឺមាន subject plus head plus past participle verb 3ក៏ verb 3ហ្នឹងអញ្ចឹងប្រសិនបើយើងនិយាយជា present perfect តម្រងវា have has តែវាមិនបាយជួយជា past វិញគ្រាន់តែបដូរ have ហើយទៅជា head ទៅជា past perfect ហើយអញ្ចឹងវាស្តីង present perfect ដែរOkay យើងមក example ឧទាហរណ៍ថា she had left before I arrived អញ្ចឹង had left អញ្ចឹង left នោះគឺជា verb 3ដល់ពេល had គឺជាជំនួយកិរិយាសព្ទនៅក្នុងការហ្នឹងណាអញ្ចឹងនេះគឺជាទម្រង់របស់ present perfect they had finished dinner when the guests came អញ្ចឹង had finished had ជំនួយ finish កិរិយាសព្ទ verb 3អញ្ចឹងយើងមើលនេះគឺជា past perfect so when do we use the past perfect យើងប្រើវានៅពេលណាអញ្ចឹងចំណុច A គេថា to show the earlier of two past actions អញ្ចឹងដើម្បីបង្ហាញពីចង់និយាយថាសកម្មភាពដែលមុនក្នុងចំណោមសកម្មភាពពីរអញ្ចឹងណាតើសកម្មភាពមួយណាកើតមុនwe use past perfect for the first action and past simple for the second action អញ្ចឹង past perfect យើងប្រើសម្រាប់សកម្មភាពទី1ដល់ពេល past simple យើងប្រើសម្រាប់ភាពដែលកើតឡើងបន្ទាប់សកម្មភាពទី2ហ្នឹងឧទាហរណ៍ថា when I arrived they had already started the meeting អញ្ចឹងនៅពេលខ្ញុំបានមកដល់ពួកគេបានចាប់ផ្ដើមប្រជុំមួយហើយពួកគេបានចាប់ផ្ដើមប្រជុំហើយអញ្ចឹងប្រជុំចាប់ផ្ដើមទៅដំណើរការអាចទៅក្នុងកំពុងការជជែកគ្នាហើយអញ្ចឹងមានថា first he started អញ្ចឹងមានថា start ហ្នឹងគឺចាប់ផ្ដើមមុន second action second សកម្មភាពទី2ហ្នឹងគឺ arrive អញ្ចឹងមានថាចាប់ផ្ដើមហើយជា5នាទីទៅ10នាទីទៅបាន arrive បានគាត់មកដល់អញ្ចឹងទៅអញ្ចឹងមានថាគាត់មកដល់ late អញ្ចឹងនេះហើយគឺជាអ្វីដែលយើងធ្វើឲ្យវា clear ហ្នឹងមានថា past perfect គឺសម្រាប់សកម្មភាពទី1ដែលបានចាប់ផ្ដើមមុនអូខេសកម្មភាពទី2គឺយើងប្រើ past simple អូខេអញ្ចឹងនេះគឺចំណុចយើងមកបន្តទៀតshe was tired because she had worked all day អញ្ចឹងនាងអស់កម្លាំងនាងហត់ពីព្រោះនាងបានធ្វើការពេញមួយថ្ងៃសួរថាមួយណាកើតមុននៅហត់មុនឬក៏ធ្វើការមុនអញ្ចឹងណាអញ្ចឹងទៅធ្វើការមុនធ្វើការពេញមួយថ្ងៃហើយបានយើងមានអារម្មណ៍អស់កម្លាំងឧស្សាហ៍ថាការធ្វើការហ្នឹងអញ្ចឹងអូខេអញ្ចឹងយើងប្រើ perfect គឺសកម្មភាពដែលកើតឡើងដំបូងធ្វើការហើយសិនអូខេចប់ម៉ោងធ្វើការគឺមានអារម្មណ៍អស់កម្លាំងតែម្ដងអូខេបន្តទៀតយើងមើលទីចំណុច B ដែលថា to give reasons or causes in the past ចឹងដើម្បីបង្ហាញពីហេតុផលឬក៏មូលហេតុបុព្វហេតុអីមួយនៅក្នុងអតីតកាលហ្នឹងគឺយើងប្រើ past perfect កាត់ដែរជាមើលទៅថា she was confused because someone had taken his seat ចឹងគាត់យល់ច្រឡំគាត់អាចមានការយល់ច្រឡំដែរពីព្រោះណាម្នាក់បានយកកៅអីរបស់ពួកគេទៅអញ្ចឹងយើងមើលយកកៅអីហើយធ្វើយល់ច្រឡំអញ្ចឹងណាអញ្ចឹងអាចបង្ហាញពីមូលហេតុរបស់ហ្នឹងអញ្ចឹងយកសកម្មភាពដំបូង confuse ហ្នឹងគឺជា past simple ធម្មតាដល់ពេលហេតុអីមក confuse ហ្នឹងដោយសារតែមានតែគេយកអីបាត់អញ្ចឹងទៅអញ្ចឹងបើយើងនិយាយពីលំដាប់ដំណើរយកអីបាត់ហ្នឹងក៏ជាលំដាប់ដំណើរកាត់មុនដែលធ្វើឲ្យគាត់មានអារម្មណ៍យល់ច្រឡំហើយចំណុចបន្ទាប់ដែលយើងបង្ហាញពីហេតុផលនៃការយល់ច្រឡំណាអញ្ចឹងណាអញ្ចឹងវាក៏បង្ហាញពីហេតុផលឬក៏មូលហេតុនៃអ្វីមួយដែរអូខេមួយទៀតយើងមើល she failed the exam because she hadn't studied enough អញ្ចឹងនាងបានប្រឡងធ្លាក់ដោយសារតែឬក៏ពីព្រោះនាងមិនបានប្រឹងប្រែងរៀនគ្រប់គ្រាន់អញ្ចឹងយើងមើលមិនប្រឹងរៀនអូខេអាហ្នឹងជាមូលហេតុដែលប្រឡងធ្លាក់ឃើញទេអញ្ចឹងវាជាមូលហេតុនៃការប្រឡងធ្លាក់ហ្នឹងអញ្ចឹងប្រឡងធ្លាក់យើងសរសេរជា past simple ធម្មតាដល់ពេលមិនប្រឹងរៀនហ្នឹងគឺជា past perfect បែបហ្នឹងអូខេOkay, you must see in reported speech នៅក្នុងសម្ដីរាយការណ៍ណា after past reporting verbs បន្ទាប់ពីការសាប់ reporting នៅក្នុងអតីតកាលយើងមើលថា when we report what someone said about an early past អញ្ចឹង
another past event ចឹងនៅពេលដែលយើងរាយការណ៍ពីអ្វីដែលណាម្នាក់បាននិយាយអំពីសកម្មភាពនៅក្នុងអតីតកាលដែលកាត់ឡើងមុននឹងបន្តិចហ្នឹងអញ្ចឹងយើងចង់និយាយថាគេបាននិយាយមុននឹងបន្តិចវាសកម្មភាពវិជាអតីតកាលហើយយើងយកសម្ដីហ្នឹងវាយកនិយាយឡើងវិញអូខេយើងមកបន្តថា he said that he had never seen such a big building អញ្ចឹងគាត់បាននិយាយថាគាត់មិនដែលបានឃើញអាគារធំបែបហ្នឹងទេឃើញអញ្ចឹងគាត់ទៅនិយាយមុននឹងបន្តិចទេហើយយើងយកសម្ដីរបស់គាត់ហ្នឹងមកនិយាយឡើងវិញអញ្ចឹងនិយាយឡើងវិញហ្នឹងដែលយើងហៅថាជា reported speech សម្ដីរាយការណ៍គឺយើងយកសម្ដីរបស់ណាម្នាក់យកនិយាយឡើងវិញហើយប្រើពាក្យផ្សេងទៅអូខេអញ្ចឹងយើងប្រើបែបហ្នឹងយើងមើល he said ជា past simple ហើយដល់ពេល he had never seen ដល់យើងប្រើជា past perfect បែបហ្នឹងអូខេអញ្ចឹងសម្ដីរបស់គេគឺគេនិយាយទៅតែកន្លងទៅជាអតីតកាលអូខេដល់ពេលយើងបំបែកកន្លែង had never seen ឡើងនេះគឺយើងបំបែកជា past perfect អូខេបែបហ្នឹងអូខេមួយទៀតយើងមើល she told me she had finished her homework ហើយនាងបានប្រាប់ខ្ញុំថានាងបានបញ្ចប់កិច្ចការផ្ទះរបស់នាងហើយកិច្ចការសាលាហ្នឹងណាអញ្ចឹងគឺបែបហ្នឹងនេះគឺជា reported speech អូខេអញ្ចឹងសកម្មភាពនាងអាចមាន idea ទៅទៅមួយ reported speech ពីច្រើនគេប្រើជាមួយពាក្យ say និង tell អូខេយើងមានមេរៀនផ្សេងទៀតដែលនិយាយពី reported speech reported verb ហ្នឹងអូខេមួយទៀតយើងចំណុច D ទៅទៅជាមួយនឹង with time expressions before after already by the time when or until អញ្ចឹងយើងប្រើវាជាមួយនឹង clear បង្ហាញពីពេលវេលាដូចជាពាក្យ before មុនពេលពី after ក្រោយពីឬបន្ទាប់ពី already រួចរាល់ by the time នៅពេលដែរ when នៅពេលដែរទៅ until រហូតដល់អញ្ចឹងនេះគឺជា clear បង្ហាញពេលវេលាយើងប្រើជាមួយនឹង past perfect ដែរឧទាហរណ៍ថា by the time I got to the station the train had left អញ្ចឹងនៅចំពេលដែលខ្ញុំបានទៅដល់ស្ថានីយ៍អតិភ្លើងបានចាក់ចេញហើយអញ្ចឹងយើងមើលយើងចាក់ចេញបាត់ហើយយើងទៅដល់សកម្មភាពទី2ហើយអញ្ចឹងទៅដល់ខកយើងយឺតតែម្ដងណាអញ្ចឹងយើងប្រើ perfect គឺបែបណាជាមួយ clip បង្ហាញពេលវេលាអញ្ចឹងចំណុចថានៅពេលដែលគេនិយាយបែបហ្នឹងគឺយើងដឹងថាសកម្មភាពណាមួយចប់មុនចាក់ចេញទៅបាត់ហើយទៅភ្លើងអញ្ចឹងយើងទៅដល់ជាសកម្មភាពទី2she had never tried sushi before she went to Japan អញ្ចឹងនាងមិនដែលបានសាកល្បងឬក៏មិនដែលញ៉ាំ sushi ទេមុនពេលដែលនាងបានទៅជប៉ុនអញ្ចឹងទៅជប៉ុនគេនិយាយថាទៅពេលក្រោយហ្នឹងតែពេលមុនទៅទៀតគឺអត់ដែលញ៉ាំទេអញ្ចឹងតែថាគាត់អាចញ៉ាំនៅពេលដែលគាត់ទៅដល់ជប៉ុននេះតែអូខេមួយទៀត they didn't leave until they had finished their drinks អញ្ចឹងពួកគេមិនបានចាក់ចេញទេរហូតដល់ពួកគេបានញ៉ាំភេសជ្ជៈរបស់គេអស់ហើយទៅអញ្ចឹងយើង had finished តញ៉ាំអស់សិនមិនទៅចាក់ចេញក្រោយអញ្ចឹងណាអូខេយើងអាចមើលឃើញហើយគឺ clear ផានពេលវេលារបស់យើងមានពី until អូខេហើយយើងអាចដឹងថាសកម្មភាពណាដែលទៅបញ្ចប់មុនសកម្មភាពណាបន្ទាប់អញ្ចឹងណាអូខេយើងមើលចំណុច E គេថា insert conditional sentences អញ្ចឹងនៅក្នុងលក្ខខណ្ឌទី3អញ្ចឹងលក្ខខណ្ឌទី3របស់យើងគឺមានទម្រង់ដូចជា if បូកជាមួយ past perfect ដែរអញ្ចឹងមានជា past perfect ហើយបន្ទាប់ទៀតមាន would have verb 3អញ្ចឹងវាមាន subject និងពីមុខ would ទៀតអូខេតែយើងដាក់តែប៉ុណ្្នឹងសិនអញ្ចឹងនេះគឺជាទម្រង់របស់ third conditional យើងមើលតើការប្រើប្រាស់របស់វាចាំបែបណាដែរអញ្ចឹងថា use to imagine different past situation ប្រើត្រូវបានគេប្រើដើម្បីសម័យពីសកម្មភាពក្នុងអតីតកាលដែលវាគួរតែផ្សេងពីហ្នឹងមានន័យថាគឺចង់កែប្រែពីអ្វីពីអតីតកាលអ្វីដែលវាបានកើតឡើងហើយតែវាគេចង់ឲ្យថាវាកើតឡើងផ្សេងពីហ្នឹងអញ្ចឹងណាអូខេអញ្ចឹងមានន័យថាអ្វីដែលមិនពិតក្នុងអតីតកាលគឺការសម័យក្នុងអតីតកាលយើងប្រើ third conditional ហ្នឹងហើយឧទាហរណ៍ថា if I had studied harder I would have passed the exam អញ្ចឹងមានន័យថាបើសិនបើខ្ញុំប្រឹងរៀនណាខ្ញុំនឹងប្រឡងជាប់អញ្ចឹងសរុបមកខ្ញុំប្រឡងធ្លាក់បាត់ហើយអញ្ចឹងអត់បានប្រឹងរៀនទេហើយក៏មិនប្រឡងជាប់ដែរអញ្ចឹងហ្នឹងគឺជាអ្វីយើងហ្នឹងគេហៅវាថា third conditional គឺជាលក្ខខណ្ឌដែរមិនពិតនៅក្នុងអតីតកាលអូខេពីឧទាហរណ៍ខែមុនយ៉ាងទៅបាត់មានការប្រឡងមួយតែអត់ប្រឹងរៀនទេអញ្ចឹងមានន័យថាបើយើងប្រឹងរៀនពីខែមុនបន្តទៀតយើងនឹងប្រឡងជាប់ហើយអូខេគឺបែបហ្នឹងthe picnic would have been cancelled if it had started to rain អញ្ចឹងមានន័យថា picnic របស់យើងដំណើរកម្សាន្ត picnic របស់យើងនឹងត្រូវបានលុបចោលហើយប្រសិនបើមេឃបានចាប់ដើមភ្លៀងអូខេអញ្ចឹងសរុបមកមេឃអត់ភ្លៀងទេកិច្ចការសម័យទេ picnic ប្រព្រឹត្តទៅធម្មតាអូខេអញ្ចឹងមិនបាន cancel ទេអូខេអញ្ចឹងនេះគឺជា third conditional ជាប្រើជាវិជាទម្រង់ past perfect ដែរតែ past perfect នៅបន្ទាប់ពី if អូខេបន្ទាប់ពី if ហ្នឹងគឺ if clause បន្ទាប់ពីនៅក្នុង main clause របស់យើងមានប្រធានមាន would have verb 3អញ្ចឹងទៅអូខេឥឡូវយើងមើល common mistakes with past perfect អញ្ចឹងបន្ទាប់ពីយើងបានរៀនប៉ុណ្ណឹងយើងសិក្សាពីកំហុសសាមញ្ញជាមួយនឹងការប្រើប្រាស់ past perfect វិញអញ្ចឹងយើងមើលទី1គេថា when I had arrived the show started អញ្ចឹងនៅពេលខ្ញុំបានមកដល់ការបង្ហាញឬការសម្ដែងនេះបានចាប់ដើមហើយអញ្ចឹងយើងមើលតើមានបញ្ហាអីចំពោះប្រយោគហ្នឹង when I had arrived ជាសំណួរសួរថា
តាមួយណាកាត់មុនមួយណាកាត់ក្រោយអូខេអញ្ចឹងមកដល់ហើយការសម្ដែងចាប់ដើមអញ្ចឹងគួរតែចាប់ដើមការសម្ដែងនេះគឺចាប់ដើមមុនមិនមែនមកដល់មុនទេអញ្ចឹងណាអញ្ចឹងអាហ្នឹងជាអ្វីដែលជាកំហុសដែលយើងគួរតែគិតអូខេអញ្ចឹងថាសំចម្លាត់ចំណេះត្រូវគួរតែ when I arrived the show had started អញ្ចឹងថានៅពេលដែលខ្ញុំមកដល់ការសម្ដែងនេះបានចាប់ដើមហើយអញ្ចឹងន័យថាវាចាប់ដើមហើយបានយកមកដល់វាជាសកម្មភាពទី2មកដល់ហ្នឹងអញ្ចឹងណាអញ្ចឹងត្រូវតែប្រើកាលឲ្យចំតែសកម្មភាពណាមួយកាត់មុនអញ្ចឹងន័យថាយើងត្រូវរើសកម្មភាពដែលកាត់មុនប្រើជា power point សកម្មភាពកាត់បន្ទាប់ជា past simple អូខេអញ្ចឹង power point is for the early actions not the later one អូខេខ្ញុំបញ្យល់ហើយ power point មុន past simple កាត់ក្រោយមួយទៀតគឺ I had gone to Paris last year ចំណុចនេះក៏ជាបញ្ហាដែរយើងប្រើ power point ក៏ប៉ុន្តែថាអីបានប្រើមិនត្រូវខ្ញុំបានទៅទីក្រុងប៉ារីសកាលពីឆ្នាំទៅតែចឹងបាន power point តែម្ដងអូខេអញ្ចឹងចម្លើយត្រូវគឺ I went to Paris last year ហើយបានជាមិនអាចប្រើ power point បានណាអូខេអញ្ចឹងការបញ្យល់របស់គេគឺ use past simple for a single finished event in the past not power point អញ្ចឹងដូចយើងនិយាយពីនិយមនៅដំបូងយើងប្រើ power point សម្រាប់សកម្មភាព2អាមួយកាត់មុនអាមួយកាត់ក្រោយបើមានសកម្មភាព2ណាតើមានសកម្មភាពតូលតែមួយយើងប្រើ past simple ធម្មតាទៅមិនបាច់ប្រើ power point ទេព្រោះកាលណាយើងប្រើ power point គឺយើងចង់សង្កត់ធ្ងន់ថាមួយណាកាត់មុនមួយណាកាត់ក្រោយអញ្ចឹងណាអូខេគឺចំណុចហ្នឹងអូខេមួយទៀតគឺ signal words for power point អញ្ចឹងគឺជាពាក្យ clip បង្ហាញពេលវេលាហ្នឹង signal word តែមានពាក្យខ្លះយើងប្រើសម្រាប់ power point អញ្ចឹងយើងមានពាក្យ already ពាក្យ just never before after until by the time ដែលយើងបានរៀនពីមុនហ្នឹងបន្តិចដែរអញ្ចឹងពាក្យអស់ហ្នឹងយើងប្រើជា keyword ជា time expression ជា clip បង្ហាញពីពេលវេលានៅក្នុងអតីតកាលសម្បូរហ្នឹងឧទាហរណ៍ថា she had already left when I called អញ្ចឹងយើងមានពាក្យ when មួយទៅតែខាងលើដូចជា already ពាក្យ already sorry អូខេនេះបានចាត់ចេញហើយនៅពេលដែលខ្ញុំបានទូរស័ព្ទទៅនាងអញ្ចឹងទៅhe had never visited London before 2019 នាងមិនដែលបានទៅលេងទីក្រុងឡុងទេមុនពេលឆ្នាំ2019តែអញ្ចឹងយើងមានពាក្យ never អញ្ចឹងយើងមាន clear បង្ហាញពេលវេលាជាច្រើនអូខេយើងមើលមួយទៀតគឺ comparison វិញម្ដងការប្រៀបធៀបរវាង past simple vs past perfect យើងសូមប្រៀបធៀបបន្តិចតើ past simple និង past perfect ហ្នឹងវាខុសគ្នាយ៉ាងម៉េចបែបនេះយើងមើលវាមានដំបូង situation ស្ថានភាពរបស់យើងជា past simple គឺគេដាក់ថា one past event សកម្មភាពតែមួយទេតែពេល power perfect two past event first one earlier ចឹងមានថាកាលណានិយាយពី power perfect គឺយើងនិយាយពីសកម្មភាព2មានន័យថាសកម្មភាពមួយគឺកាត់ឡើងមុនហើយសកម្មភាពមួយទៀតកាត់ឡើងក្រោយចឹងបើយើងប្រើ past simple គឺសកម្មភាពតូលអូខេ I saw the movie yesterday អូខេខ្ញុំបានមើលរឿងហ្នឹងកាលពីម្សិលមិញអូខេតែមួយបានក៏ប៉ុន្តែបើសិនមានសកម្មភាព2ដូចជា I have seen the movie before so I didn't watch it again yesterday អញ្ចឹងខ្ញុំបានឃើញរឿងហ្នឹងខ្ញុំបានមើលរឿងហ្នឹងពីមុនមកហើយដូច្នេះម្សិលមិញខ្ញុំអត់បានមើលវីដេអូទេអូខេអញ្ចឹងវាបានសកម្មភាព2ឯងព្រោះយើងប្រៀបធៀបមើលពីមុនមួយហើយមួយទៀតម្សិលមិញមើលមួយទៀតអញ្ចឹងវាជាសកម្មភាពមើល2ដងតែម្សិលមិញអត់បានមើលទេអូខេអញ្ចឹងអាចប្រើ PowerPoint អញ្ចឹងបានអូខេក្នុងករណីដែលមានសកម្មភាព2ដែលយើងត្រូវប្រៀបធៀបគ្នាបែបហ្នឹងអូខេឥឡូវយើងមើលសង្ខេបវិញ summary សរុបមកវិញគេថា the PowerPoint is used to show that or to show what happened first when talking about two or more past events អញ្ចឹង PowerPoint ត្រូវបានគេប្រើដើម្បីនិយាយដើម្បីបង្ហាញពីអ្វីដែលបានកាត់មុនអូខេនៅពេលដែលយើងនិយាយពីសកម្មភាព2ឬក៏ច្រើនជាង2ទៅសកម្មភាពអតីតកាលណា It's also common in reported speech and third conditionals អញ្ចឹងវាសាមញ្ញដែរតែបានគេប្រើក្នុងសម្ដីរាយការណ៍ឬក៏ third conditional ដែរអញ្ចឹងអូខេឥឡូវចូលដល់ចំណុចមួយទៀតគឺតើតងមួយ questions and answers សំណួរចម្លើយយើងមានសំណួរប្រមាណណាសំណួរទី1សួរថា how do we form the past perfect tense តើយើងបង្កើតទម្រង់វាតើទម្រង់របស់វាបែបណាដែរ past perfect ហ្នឹងទី2 what is the main use of the past perfect tense តើការប្រើប្រាស់សំខាន់របស់ present របស់ past perfect គឺមានអីខ្លះទី3 what tense do we use for the early actions and which tense for the later action តើសកម្មភាពណាតើការណាមួយយើងប្រើសម្រាប់សកម្មភាពដែលកាត់ឡើងមុនគេហើយសម្រាប់សកម្មភាពទី2គឺការណាដែរទី4 can the past perfect show reasons for past situations អញ្ចឹងតើ past perfect ហ្នឹងអាចបង្ហាញពីហេតុផលសម្រាប់ស្ថានភាពក្នុងអតីតកាលបានដែរទេទី5 how is the past perfect used in reported speech តើ past perfect ត្រូវបានគេប្រើនៅក្នុងសម្ដីរាយការណ៍នៅរបៀបណាទី6 what time expressions are often used with the past perfect តើមាន clear មកពេលវេលាណាខ្លះយើងប្រើសម្រាប់ជាមួយនឹង past perfect ហ្នឹងអូខេទី7 how do we use the past perfect in third conditional តើយើងប្រើ past perfect ហ្នឹងនៅក្នុង third conditional ដោយរបៀបណាទី8 what is the common mistake learners make with the past perfect តើអ្វីទៅជាកំហុសសាមញ្ញដែលអ្នករៀនទូទៅណាធ្វើឲ្យមានកំហុសនៅពេលជាមួយនឹង past perfect ហ្នឹងអូខេទី9 what is the difference between past simple and past perfect តើ past simple past perfect វាខុសគ្នាយ៉ាងម៉េចអូខេ
ឥឡូវយើងរៀនឆ្លើយមួយសំណួរទី1សួរថា how do we form the past perfect tense ចម្លើយស្រួលមែនតើគឺ we form it with had plus past participle អញ្ចឹងតម្រងវាគឺមាន had មាន verb 3 okay example she had finished her homework ប៉ុណ្ណាទី2 what is the main use of the past perfect tense តើការប្រើប្រាស់សំខាន់ៗរបស់ past perfect គឺអីខ្លះចម្លើយ it is used to show that one past action happened before another past action ចម្លើយងាយមែនតើគឺប្រើវាទៅបានគេប្រើដើម្បីបង្ហាញពីសកម្មភាពមួយដែលបានកាត់ឡើងមុនពេលសកម្មភាពមួយទៀតនៅក្នុងអតីតកាលអូខេអាមួយកាត់មុនអញ្ចឹងវាកាត់មុនសកម្មភាពផ្សេងទៀតអូខេទី3 which tense do we use for the early actions and which tense for the later action អញ្ចឹងតើសកម្មភាពណាមួយដែលប្រើសម្រាប់តើការណាមួយដែលប្រើសម្រាប់សកម្មភាពដែលកាត់មុនក្នុងអតីតកាលហ្នឹងហើយការមួយទៀតការណាដែលយើងប្រើសម្រាប់សកម្មភាពដែលកាត់ក្រោយអញ្ចឹងwe use the past perfect for the earlier action and the past simple for the later action អញ្ចឹងយើងប្រើ past perfect សម្រាប់សកម្មភាពដែលកាត់មុនហើយ past simple សម្រាប់សកម្មភាពដែលកាត់ក្រោយបន្ទាប់មកទៀតហ្នឹងអូខេទី4 can the past perfect show reasons for the past situations តើ past perfect ហ្នឹងអាចបង្ហាញពីហេតុផលសម្រាប់ស្ថានភាពក្នុងអតីតកាលបានទេចម្លើយគឺ yes for example she was sad because she had lost her phone នឹងឧទាហរណ៍វាគឺជាការបង្ហាញពីហេតុផលហើយដែលបានជានាងក្រៀមក្រំពីព្រោះនាងបានបាត់ទូរស័ព្ទរបស់នាងឃើញទេជាងហេតុផលគឺបង្ហាញពីការបាត់ទូរស័ព្ទហ្នឹងហើយបានធ្វើឲ្យនាង sad អូខេចឹងអាចប្រើបង្ហាញពី reason បានទី5 how is the past perfect used in the report to speak តើ past perfect នេះត្រូវបានគេប្រើនៅក្នុងសម្ដីរាយការណ៍របៀបណាចម្លើយគឺ it describes something that happened before ចឹង it describes something that happened before the reporting verb example here he said he had seen the movie ចឹងវាពិពណ៌នាពីអ្វីមួយដែលបានកាត់ឡើងមុនពេលដែលគេអាស័ព្ទរាយការណ៍ហ្នឹងតើបានគេនិយាយហ្នឹងឧទាហរណ៍ថាគាត់បាននិយាយថាគាត់បានមើលរឿងនោះពីមុនមកគាត់បានមើលខ្សែភាពយន្តនេះអូខេអញ្ចឹងយើងប្រើនៅក្នុង report គឺបែបហ្នឹងគឺយើងសម្ដៅថាលើយើងយកពាក្យសម្ដីរបស់គេមកនិយាយឡើងវិញហ្នឹងហើយអូខេទី6 what time expressions are often used with the past perfect តាមមាន clear បង្ហាញពីពេលវេលាខ្លះយើងប្រើជាមួយ past perfect ចម្លើយគឺจะមាន words like already just never before after by the time until អូខេអញ្ចឹងពាក្យមានដូចជាមានពី already រហូតដល់ until បែបហ្នឹងទី7 how do we use the past perfect in the third conditional តើយើងប្រើ past perfect បែបណានៅក្នុង third conditional ចម្លើយគឺ in the if clause អូខេអញ្ចឹងយើងប្រើវានៅក្នុង if clause for example I had studied harder if I had studied harder I would have passed the test អញ្ចឹងយើងប្រើយើងថាយើងប្រើ past perfect នៅក្នុង if clause អូខេមិនមែន main clause ព្រោះនៅក្នុង third conditional វាមាន if clause និង main clause តែ past perfect យើងប្រើនៅក្នុង if clause ទេអូខេឧទាហរណ៍ថា if I had studied harder ហ្នឹងហើយគឺជា if clause អូខេគឺបែបហ្នឹងអូខេទី8 what is a common mistake learners make with the past perfect តើកំហុសសាមញ្ញមួយដែលអ្នករៀនទូទៅធ្វើឲ្យមានកំហុសមានអីខ្លះជាមួយ past perfect ចម្លើយគឺ using it for single past events instead of past simple អញ្ចឹងកំហុសសាមញ្ញគឺប្រើវាសម្រាប់សកម្មភាពអតីតកាលតែមួយជំនួសឲ្យ past simple អូខេចាំថាបើសកម្មភាពតូលតែមួយយើងប្រើ past simple ទៅកុំប្រើ past perfect គេថា I had gone to Paris last year អញ្ចឹងមិនត្រូវទេគឺគួរតែនិយាយថា I went to Paris last year អូខេបែបហ្នឹងអូខេទី9 what is the difference between past simple and past perfect តើ past simple និង past perfect ខុសគ្នាយ៉ាងម៉េចចម្លើយគឺ past simple describes a completed action in the past while past perfect shows that one action happened before another past action អញ្ចឹងpast simple គឺបានពីសកម្មភាពមួយដែលបានបញ្ចប់ក្នុងអតីតកាលគឺសកម្មភាពមួយតែមួយប៉ុន្តែ past perfect បានពីសកម្មភាពមួយដែលបានកាត់ឡើងមុនពេលសកម្មភាពមួយផ្សេងទៀតអញ្ចឹងវាមានសកម្មភាពពីរអូខេអញ្ចឹងជំរឿនខុសគ្នាគឺ past simple មានសកម្មភាពតែមួយហើយបញ្ចប់នៅក្នុងអតីតកាល past perfect គឺវាកើតមុនសកម្មភាព past simple ផ្សេងទៀតអញ្ចឹងទៅអូខេអញ្ចឹងសរុបមកវិញសំណួរចម្លើយរបស់យើងមានតែ9ហ្នឹងទេដើម្បីសួរឆ្លើយទៅតជាមួយ past perfect សង្ឃឹមថាអ្នកនរអាចយល់បានអញ្ចឹងការបញ្យល់របស់យើងជាមួយនឹងសំណួរចម្លើយយើងមានតែប៉ុណ្្នឹងទេអរគុណច្រើនជួបគ្នានៅមេរៀនក្រោយទៀត Thank you